អានេះគេហៅថាPaul Bull Paul Ballistic ជាឧបករណ៍សម្រាប់វាល់ល្បឿនគ្រាប់កាភ្លើងនេះពេលដែលវាបាញ់ទៅអានេះគឺជាឈើទេគ្រាប់កាភ្លើងបាញ់ទៅវាចូលក្នុងឈើហ្នឹងពេលដែលបាញ់ចូលក្នុងឈើវាជាប់គ្នាណាពេលវាជាប់គ្នាវាធ្វើឲ្យឧបករណ៍ហ្នឹងវាយកមកដល់នេះយកមកដល់នេះពេលបាញ់ទៅវាមិនយកមកដល់ឡើយនេះអញ្ចឹងយកដល់ហ្នឹងគេបានកម្ពស់ហាសនេះអញ្ចឹងគេសួរថាកម្ពស់ហាសហ្នឹងស្មើប្រមាណដល់ពេលរកកម្ពស់ហាសហ្នឹងបានយើងអាចមុនវងយើងផ្ដើមចេញពីកម្ពស់ហាសហ្នឹងដោយយើងរកវាតាមលក្ខណៈច្បាប់សារថាមពលសិននៅពេលអាដុំទាំងពីរហ្នឹងជួបគ្នាសិនហើយយើងរកវាឃើញទៅដល់កន្លែងហ្នឹងអញ្ចឹងបើសិនជាកម្ពស់ហាសនេះប្រមាណយើងអាចគណនាថាល្បឿនគ្រាប់នេះប្រមាណដែលធ្វើឲ្យវាដល់កម្ពស់ហាសប៉ុណ្ណឹងឧទាហរណ៍កន្លែងនេះគេអត់និយាយពីកម្ពស់ហាសហ្នឹងដោយសារគ្រាប់កាភ្លើងប៉ុន្មានទេគេឲ្យគ្រាប់កាភ្លើងដើរដោយល្បឿន500 350ម៉ែត្រក្នុងវិនាទីហើយក៏សួររយៈកម្ពស់ហាសដែលវាឡើងដល់អញ្ចឹងវានៅតែប្រើទ្រឹស្ដីពីរឯងទ្រឹស្ដីបរិមាណចលនា PE ស្មើ PF អានេះចំពោះទង្គិចទូហើយនឹងមួយទៀតគេប្រើតាក់ទងជាមួយនឹងអឺច្បាប់រសារធម្មពលមានន័យថាធម្មពលដើមស្មើនឹងធម្មពលស្រេចអញ្ចឹងណាតែធម្មពលដើមនេះគឺចង់និយាយពីធម្មពលនៃប្រព័ន្ធដើមឥឡូវដំបូងឡើយខ្ញុំត្រូវគេអានសិនខ្ញុំអានប្រធានណាគេថា Polystick ហ្នឹងត្រូវបានគេប្រើដើម្បីវាស់ល្បឿននៃគ្រាប់កាភ្លើងឧបករណ៍ផ្សំឡើងពីដុំឈើចងពន្យួរដោយខ្សែនៅពេលដែលគេបាញ់គ្រាប់កាភ្លើងផ្លាស់ទីទៅបុកជាមួយនឹងឈើហើយដុំឈើយល់ដោយសេរីតើដុំឈើនេះយល់បានកម្ពស់ប្រមាណនៅពេលដែលគ្រាប់កាភ្លើងមានម៉ាស់ប៉ុណ្នេះវាផ្លាស់ទីទៅបុកក្នុងវាអញ្ចឹងប្រធាននេះអាចនឹងមានប្រវត្តិតិចទៀតពិតកាលណាយើងបានចូលក្នុងឈើទៅវាប្រកាសជាជាប់នៅក្នុងហ្នឹងហើយអញ្ចឹងណាជាសន្មតថាវាជាទង្គិចស្ទួតតែនេះគេធានាកម្ពស់ដែលដុំឈើយល់បានអញ្ចឹងបើសិនជាយើងមើលទៅលើរូបភាពវាសិនមកមុនដំបូងឡើយដើម្បីរកកម្ពស់ដែលដុំឈើយល់បានអ្នកទាំងអស់គ្នាត្រូវរកល្បឿនក្រោយពេលដែលវាទង្គិចហើយល្បឿនដើមរបស់ដុំឈើនៅពេលដែលគ្រាប់កាភ្លើងចូលទៅក្នុងអញ្ចឹងដំបូងឡើយយើងដាក់ថារករកល្បឿនដើមរបស់ដុំឈើរបស់ដុំឈើនៅពេលដែលរាប់កំភ្លើងគៀបនៅក្នុងនោះក៏កំភ្លើងហើយធប់នៅក្នុងនោះធប់នៅក្នុងនោះក្នុងវាអញ្ចឹងយើងតាំងវាល្បឿននេះជាល្បឿនរបស់វានេះយើងតាំងវាវែចុះតាំងវាវែណាអូសំទោសតាំងនេះជាវែវេមួយចុះហេតុអីបានតាំងវាវេមួយព្រោះអាល្បឿនឡើយនេះគេដាក់វាវេហ្នឹងចឹងអានេះត្រូវតាំងវាវេមួយចឹងយើងប្រើតាមទង្គិចកន្លែងនេះយើងប្រើតាមទង្គិចវិញអាមុននេះយើងប្រើថាច្បាប់សារធម្មពលហើយបានរកទង្គិចដល់ពេលនេះរកទង្គិចហើយបានរកធម្មពលកើតពូវាយល់ទៅមុខវាយកដូចខ្ញុំនិយាយចឹងវាយកមកដល់កន្លែងនេះដុំឈើហ្នឹងវាយកមកដល់កន្លែងនេះពេលនោះវានឹងយកមកចឹងទៅវាយកដល់រយៈកម្ពស់ហាហ្នឹងចឹងយើងត្រូវការរកល្បឿនពេលដែលវាសង្កេតហើយអញ្ចឹងយើងប្រើតាមច្បាប់រក្សាបរិមាណចលនាចំពោះទុក្កិចស្ទួកកន្លែងនេះយើងបើករណីថាខ្ជិលសរសេរជាវិកទ័រយើងអាចសេចេញមកបានដាក់ថាអើយពេដាក់អានេះសំណមតថា1ចុះអានេះ2ចុះអញ្ចឹងណាដាក់ថាP1 E បូកឲ្យដាក់វិកទ័រដែរទៅព្រោះអីកុំឲ្យវ៉លបូកឲ្យ P2E ស្មើនឹង PF គេសេវិកទ័ររហូតទៅ PF ឬក៏យើងអាចសមមូលវាទៅសមមូលថាP1E បូកឲ្យ P2E ស្មើនឹង PF ចឹងទៅយើងសេវិកទ័រតែយើងដាក់សមមូលចឹងទៅព្រោះអីរូបភាពរបស់យើងគិតបើភ្លើងវាបាញ់ទៅវានៅទិសដៅទៅមុខចឹងដែរទេតែទីចុះតាមខ្សែកន្លែងនេះតាមទីអានេះវាជាប់ប៉ុនធំពេកតែយើងដឹងហើយ
lạiនេះខ្ញុំដាក់យើងចូលក្នុងទីចូលតែខ្ញុំដាក់ថាP1 P1E គឺជាល្បឿនរបស់គ្រាប់កាំភ្លើងអា P1E ហ្នឹងខ្ញុំចង់និយាយពីល្បឿនប្រមាណចលនាគ្រាប់កាំភ្លើងមានន័យថាយកម៉ាស់គុណនឹងល្បឿនយកម៉ាស់គ្រាប់កាំភ្លើងគុណនឹងល្បឿនអញ្ចឹងណាស្មើអឹមគុណ P ចំណែកឯ P2E P2E ស្មើជាមួយនឹង0 PVE ស្មើ0ព្រោះដុំឈើនៅស្ងៀមដុំឈើនេះអត់តមានចលនាទេវានៅស្ងៀមព្រោះដាក់ថាដុំឈើនៅស្ងៀមកាលនៅស្ងៀមយើងដាក់វាបែបហ្នឹងមួយទៀតPF គឺជាបមាចលនាក្រោយពីអឹមធំអឹមតូចនេះវាទាំងកិច្ចជាប់គ្នាហើយយើងដាក់ថាPF យើងដាក់ថាPF ស្មើជាមួយនឹងអឹមតូចបូកអឹមធំคูณជាមួយនឹង V1 យើងតាំងវា V1 ចុះឬក៏យើងអត់ចង់តាំង V1 យើងតាំងវា V2 ក៏បានស្រីចិត្តយើងតែមិនអីជាការតាំងតែប៉ុណ្ណោះអញ្ចឹងយើងដាក់ថានោះយើងបានកន្លែងនេះទីតាំង P1 នេះចំនួនដោយ MV ស្មើនឹងP2E នេះគឺយើងបាច់សេ0ហើយស្មើ P2 នេះចំនួនដោយអឹមធំស្មើអឹមធំបូកអឹមតូចបូកអឹមធំคูณនឹង V1 ក្រោយមកយើងរកល្បឿនវា V1 សិនយើងថានាំឲ្យ V1 ស្មើជាមួយនឹងអានេះវាគុណណាបងទៀតបានចែកទៅបាន V1 ស្មើឲ្យ V1 ស្មើនឹង m v លើតូចបូកធំអាហ្នឹងគឺជាការបកស្រាយវាឡើយហ្នឹងអញ្ចឹងហើយមកយើងប្រាប់បំរាប់ដោយទៅកិច្ចពីច្រើននិយាយពីទៅកិច្ចតួទេណា m ស្មើនឹង m នេះគឺម៉ាស់ក្រកភ្លើង v ល្បឿនក្រកភ្លើង m ធំនេះម៉ាស់ឈើឃើញនេះហើយម៉ាស់ឈើ 5.0 ម៉ាស់ក្រកភ្លើង12ក្រាម12ក្រាមយើងបែរទៅគីឡូក្រាមគឺយើងចែកនឹងផ្ទាល់ 0.0 12គីឡូក្រាមហើយតកតងជាមួយនឹងម៉ាស់របស់ឈើគឺគេឲ្យ5.0គីឡូក្រាមហើយនឹងមួយទៀតតកតងជាមួយនឹងវេស្មើនឹង350ម៉ែត្រក្នុងវិនាទីចឹងទៅពេលបានប្រព័ន្ធហ្នឹងហើយយើងចាប់ដើមដោះស្រាយវាមកដោះស្រាយវាតិចដោះស្រាយវាយើងដាក់ថាយើងបានV1 ស្មើនឹង m វិញហ្នឹងគឺស្មើនឹង0.012คูณនឹង v យើង350ចែកនឹង m ហ្នឹង0.012បូកឲ្យម៉ាស់វាគឺ5.0អញ្ចឹងពេលនោះយើងប្រើការគណនាកាសូតិចយើងយក0.012คูณនឹង350ចែកនឹងកតា0.012បូកឲ្យ5ហើយយើងបិទវងចោលហើយស្មើមកឃើញ0.837 ម៉ែត្រក្នុងវិនាទីអាហ្នឹងគឺជាល្បឿនរបស់ដុំឈើឬក៏ប្រព័ន្ធហ្នឹងប៉ុន្តែអ្វីដែលយើងចង់បានថាតើវាយកទៅដល់មុខកម្ពស់ប្រមាណអញ្ចឹងយើងថារកកម្ពស់ដែលដុំឈើយល់បានអញ្ចឹងយើងត្រេមួយទៀតបានយើងរកកម្ពស់ឃើញរកកម្ពស់ដែលដុំឈើយល់បានគឺអញ្ចឹងដុំឈើពេលនេះមិនមែនដុំឈើតែឯងទេបងប្អូនត្រូវចាំណាដុំឈើពេលនេះគឺបូកផ្សំជាមួយនឹងម៉ាស់នៃក្រកភ្លើងនិយាយថាតាមច្បាប់រក្សាថាមពលមេកានិកតាមច្បាប់រក្សាថាមពលមេកានិកនៃប្រព័ន្ធក្របដុំឈើនិងក្រកភ្លើងដុំឈើក្របកំភ្លើងក្របកំភ្លើងអញ្ចឹង EME ស្មើនឹង EMF ហ្នឹងគឺចង់និយាយពីមេកានិកស្មើនឹង EMF បាទ EME ស្មើ EMF តែខណៈដើមតែថាមពលមេកានិកដើមគឺជាថាមពលស៊ីនេតិកវិញពេលនេះវាជាស៊ីនេតិកព្រោះអីយើងនិយាយពីក្របកំភ្លើងតែធ្វើឲ្យពេលនឹងផ្លាទីអញ្ចឹងណាចឹងបើស៊ីនេតិកយើងបានEME ហ្នឹងដាក់ EME ស្មើនឹង1/2
ប៉ុន្តែម៉ាស់នេះវាកើតឡើងពីម៉ាស់ធម្មតាបូកនឹងម៉ាស់ក្រកភ្លើងបូកម៉ាស់ធំនេះអញ្ចឹង ME ហ្នឹង E ល្បឿនដើមវាគឺ V1 ហ្នឹងបាទបែបហ្នឹងតមកយើងដាក់ថាមពលមេកានិកស្រេចអានេះដាក់ក្រោមពាក្យនេះទេតាមថាមពលមេកានិកស្រេចគឺស្រេចគឺជាថាមពលប្រូតុងសាមូលហេតុដែលវាជាថាមពលប្រូតុងសាដោយសារតែវាយល់ឡើងលើបានរយៈកម្ពស់ហើយវាឈប់យល់ទៀតអញ្ចឹងណាអញ្ចឹងយើងឲ្យតាំងវាថាអឺ MF ស្មើនឹង M សេហាអញ្ចឹង M ហ្នឹងគឺយក M ធំបូក M តូចសេហើយនឹងហាហើយយើងដាក់ថាយើងបាននេះកន្លែងនេះយើងដាក់ចំនួនទៅ1លើ2 M1 បូក M2 អញ្ចឹងណា1លើ2 M1 បូក M2 M M ធំបូក M តូច V1 ការ៉េស្មើនឹងហើយ M ធំបូក M តូចទេហើយ M ធំ M តូចនេះយើងត្រូវបានសម្រួលអស់ហើយយើងសម្រួលវាអស់ហើយដោយសារតែអីដោយសារតែវាដូចគ្នាយើងអាចសម្រួលវាអស់ហើយចានេះសេនេះគុណមិនទៀតបានចែកអញ្ចឹងយើងបាននោះហាស់ស្មើនឹងអានេះសេនេះយកមកចែកមក2ឃើញទេបាន V1 ការ៉េចែកជាមួយនឹង2ទុកចែកនឹង2 2C V1 ការ៉េចែកនឹង 2C ដោយហើយ V1 យើងរកឃើញមិញឃើញ V1 យើងគឺស្មើនឹង0.837 V1 0.837ម៉ែត្រក្នុងវិនាទីហើយទេសន្ទុះទំនាញដីគេអត់តន់ឲ្យយកហ៎អត់ចឹងបើសន្ទុះទំនាញដីគេអត់ប្រាប់មានតែយើងយកសន្ទុះទំនាញដីបើអត់ប្រាប់ទេយើងយក10ព្រោះយើងប្រើកាសូតែបើយក9.8ក៏អត់ខុសឥឡូវយើងយក10ទៅជាទូទៅយក10អញ្ចឹងយក10ចុះកន្លែងនេះសេយើងយក10មក10ម៉ែត្រក្នុងវិនាទីការ៉េអញ្ចឹងយើងយកវាចំនួនចូលទៅយើងនឹងឃើញរយៈកម្ពស់ហើយអញ្ចឹងនាំឲ្យហាស្មើនឹង2គុណនឹងសន្ទុះហាស្មើនឹង8.37លើកជាការ៉េមិន8ទេ0.837លើកជាការ៉េតែជាមួយ2គុណនឹង10ស្មើនឹងតែនេះ0.837 0.837លើកជាការ៉េតែជាមួយនឹង20អញ្ចឹងឃើញ0.035ម៉ែត្រអាហ្នឹងការយល់របស់វាឬក៏ឃើញ3.5សង់ទីម៉ែត្រដោយនេះហាស្មើនឹង0.035ម៉ែត្របាទមកទៅលើលំហាត់មួយនេះមានសំណួរអីទេ